ថ្ងៃនេះយើងមកធ្វើបបរគ្រឿងជាមួយនឹងប្រហិតត្រីឆ្លាតជាមួយនឹងឈាមឆ្អឹងជ្រូកអីមើលទៅថាទំនងមែនតែនប្រហិតត្រីឆ្លាតយើងថាគួរឲ្យចង់ញ៉ាំមែនតែនហើយញ៉ាំទៅសាច់ឡើងផ្អែមគ្រឿងផ្សំមានដូចជាយើងដាក់ផ្សិតជាមួយនឹងផ្កាយីហ៊ឺឆ្អឹងជ្រូកអានេះយើងដាក់ឈាមដាក់តែម្ដុំធំទៅគឺល្មមតែម្ដងបបរមួយឆ្នាំងនេះហើយយើងលាងទឹកលាងអីឲ្យស្អាតទាំងអស់ទៅបន្ទាប់មកយើងចាប់ផ្ដើមយើងមកហាន់ឆ្អឹងជ្រូកជាដុំតូចៗ យើងអាចដាក់ឆ្អឹងជ្រូកក៏បានជើងជ្រូកក៏បានដែរទៅតាមពុកម៉ែបងប្អូនតាមចំណង់ចំណូលចិត្តហើយសាច់ជ្រូកនេះយើងហាន់ជាចង្វាមូលទៅដើម្បីងាយស្រួលហូបហើយមើលទៅតែឃើញសាច់ឡើងទំនងមែនតែនឆ្អឹងនេះខ្ញុំដាក់ប្រហែលជា7ខាំហើយដាក់ជាមួយនឹងឈាមជ្រូកម្ដុំធំទៅយើងពុះវាជា4មកល្មមក្នុងការធ្វើបន្ទាប់ពីនោះយើងមកចិញ្ច្រាំខ្ទឹមសដើម្បីដាក់រំលីងឲ្យឈ្ងុយយើងខ្ទឹមសនេះយើងដាក់រៀងច្រើនតិចមកពីព្រោះដោយសារយើងពេលដែលយើងហូបបបរទៅយើងពងទៅយើងដាក់ចូលទៅក្នុងបបរក៏ឈ្ងុយយើងដាក់ពីខាងក្រៅទៀតក៏បានយើងដាក់ខ្ទះដាក់ខ្លាញ់ហើយយើងចាប់ផ្ដើមមកបំពងខ្ទឹមដើម្បីថាឲ្យវាឡើងឈ្ងុយឡើងស្រួយឡើងអីហើយយើងចាប់ផ្ដើមដួសចេញទៅបន្ទាប់មកយើងដាក់អង្ករហ្នឹងឆាជាមួយខ្ទឹមហ្នឹងវាមានជាតិឈ្ងុយជាតិអីនៅក្នុងហ្នឹងតែម្ដង ហើយយើងមុនឆាអង្ករនោះយើងលាងទឹកលាងអីឲ្យស្អាតសិនទៅចាំយកមកដាក់ឆាបន្ទាប់ពីយើងឆាអង្កររួចហើយយើងចាប់ផ្ដើមមកចៀនប្រហិតត្រីឆ្លាតប្រហិតត្រីឆ្លាតនេះខ្ញុំបានបុកដាក់គ្រឿងដាក់ខៅអីហើយប៉ុន្តែគាត់ថាអត់បានថតអញ្ចឹងទៅយើងយកមកចៀនតែម្ដងយើងចៀនរៀងដុំធំធំដែរមកបន្ទាប់មកយើងស្រង់ទុកមួយឡែកយើងយកទឹកមកដាក់ដាំដើម្បីដាក់បបរហ្នឹងហើយយើងថែមជាមួយនឹងដុំស៊ុបចំនួន2ដុំទៅព្រោះយើងបបររៀងច្រើនដែរបើយើងបបរតិចយើងអាចដាក់ទៅតាមសភាពជាក់ស្ដែងហើយបន្ទាប់ពីទឹកថាចាប់ផ្ដើមចង់ពុះនេះហើយយើងដាក់ជាមួយនឹងយីហ៊ឺ ផ្កាយីហ៊ឺនេះយើងដាក់ចូលទៅនៅពេលដែលយើងដាក់ចូលហើយទឹកចាប់ផ្ដើមពុះអាហ្នឹងយើងចាប់ផ្ដើមដាក់ជាមួយនឹងឆ្អឹងជ្រូកឆ្អឹងជ្រូកហ្នឹងគឺយើងដាក់ទៅហើយស្ងោរម្ងាស់វាឲ្យឆ្អិនតិចទៅចាំយើងដាក់គ្រឿងក្រៅបន្ថែមចូលទៀតហើយយើងបន្ថែមជាមួយនឹងឈាមជ្រូកយើងដាក់ស្ងោរអញ្ចឹងទៅឈាមជ្រូកចូលជាតិល្អមែនតើជាមួយនឹងឆ្អឹងជ្រូកជាមួយនឹងគ្រឿងក្រៅហ្នឹងហើយយើងចាប់ផ្ដើមថាឃើញទឹកពុះហ្នឹងយើងដួសអង្ករដាក់ចូលនៅពេលដែលយើងដាក់អង្ករចូលហើយយើងកូរវាបន្តិចទៅដើម្បីឲ្យវាបាយសាច់អង្ករ ហើយកុំឲ្យវាជាប់នៅបាតឆ្នាំងអញ្ចឹងយើងកូរទៅគឺវាឡើងល្អមែនតើសូមពុកម៉ែបងប្អូនកុំភ្លេចជួយ Subscribe Channel YouTube នាងខ្ញុំក៏ដូចជា Facebook Page និង TikTok Follow ផងអរគុណទុកជាមុនហើយឥឡូវនេះយើងក៏លេចមកមើលបបរយើងនេះយើងថែមគ្រឿងក្រៅអំបិលស្ករប៊ីចេងហើយជាមួយនឹងប៉ាតេថែមបន្តិចទៀតមិញហ្នឹងឃើញថាប៉ាតេនៅក្នុងទូមានអញ្ចឹងក៏ដួសមកហាន់ដាក់ថែមអញ្ចឹងទៅឥឡូវយើងដួសបបរដាក់ចានមកឃើញថាអូយក្តៅក្តៅហុយហុយទំនងមែនតែនបានជាមួយនឹងទឹកត្រជាក់ត្រជាក់មួយកែវទៀតមកអូយឆ្ងាញ់តែម្ដងនេះយើងបន្ថែមគ្រីមក្រៅមានដូចជាខ្ទឹមស្លឹកខ្ទឹមខ្ទឹមបំពងហើយជាមួយនឹងទឹកត្រីកោះកុងតិចមកអូយថាមើលទៅជាតិមែនតែនទំនងមែនតែនបងប្អូនអើយអរគុណពុកម៉ែបងប្អូនទាំងអស់គ្នា